សួស្តីអ្នកទាំងអស់គ្នាថ្ងៃនឹងដែរខ្ញុំមានរឿងមួយដែលមានចំណងជើងថាអ្នកវិទ្យាសាស្ត្រ Dr. Stone មុននឹងចូលសាច់រឿងសូមចុច like subscribe និងដាក់សញ្ញាកណ្ដឹងឲ្យម្នាក់មួយផងផ្ដើមនៅសាច់រឿងមកនឹងមានបរិសម្នាក់ដែលមានឈ្មោះថាថៃជឺបានរត់ទៅប្រាប់មិត្តភ័ក្តិរបស់គាត់ដែលមានឈ្មោះថាសេងគឺថាគាត់នឹងទៅសារភាពស្នេហ៍ដាក់មិត្តរួមថ្នាក់របស់គាត់ម្នាក់ដែលមានឈ្មោះថាយូសូរេហាកំពុងតែសារភាពស្នេហ៍ទៅកាន់យូសូរេហាស្រាប់តែមានពន្លឺពណ៌ខៀវបានជះចូលមកផែនដីធ្វើឲ្យមនុស្សគ្រប់គ្នាបានកកខ្លាយទៅជាដុំថ្មទាំងអស់ព្រមទាំងថៃជឺសេងគឺនិងសូរេហា3700ឆ្នាំក្រោយមកថៃជឺបានបំបែកខ្លួនចេញពីដុំថ្មហើយបន្ទាប់មកក៏បានទៅជួបនឹងសេងគឺដែលសេងគឺនឹងបានបំបែកខ្លួនចេញពីថ្មរយៈពេល6ខែមកហើយដោយសារតែខួរក្បាលរបស់សេងគឺមានភាពវៃឆ្លាតគាត់បានសាងសង់ផ្ទះធ្វើលំពែងចេញពីដុំថ្មនិងធ្វើថូដើម្បីទុកដាក់ចំណីអាហារផ្សេងធ្វើឲ្យថៃជឺមានការភ្ញាក់ផ្អើលជាខ្លាំងពួកគេក៏បានផលិតថ្នាំដើម្បីជួយដល់មនុស្សឲ្យរួចចេញពីដុំថ្មហើយថ្នាំនោះមានឈ្មោះថាអត់ដឹងពួកគេក៏បានពិសោធន៍ទៅលើសត្វស្លាបដែលបានកកខ្លាយទៅជាដុំថ្មថៃជឺមានបំណងចង់យកថ្នាំនោះទៅជួយយូសូរេហាដើម្បីឲ្យនាងមានជីវិតមកធម្មតាវិញ